ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ41ឆ្នាំក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាននិងបើកទីស្នាក់ការអចិន្ត្រៃយ៍មួយនៅកម្ពុជាជាការសម្រេចចិត្តដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរក្នុងទំនាក់ទំនងការទូតពាណិជ្ជកម្មនិងយោធាផងរវាងអាមេរិកនិងកម្ពុជាក្នុងរយៈពេលប៉ុន្មានខែថ្មីនេះការប្រកាសនេះធ្វើឡើងនៅថ្ងៃទី2ខែធ្នូឆ្នាំ2025នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោកហែមវ៉ាន់ឌីនិងលោក Ted Osius អនុប្រធានជាន់ខ្ពស់និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានលោក Ted Osius និយាយថាការសម្រេចចិត្តរបស់ក្រុមប្រឹក្សានេះដោយយោងថាកម្ពុជាកំពុងក្លាយទៅជាគោលដៅសំខាន់កាន់តែខ្លាំងឡើងសម្រាប់ក្រុមហ៊ុនអាមេរិកដែលកំពុងពង្រីកប្រតិបត្តិការនៅក្នុងវិស័យផលិតកម្មបច្ចេកវិទ្យានិងហិរញ្ញវត្ថុ Digital នៅអាស៊ានគួរសម្គាល់ថាវត្តមានការិយាល័យធុរកិច្ចនេះកើតឡើងស្របពេលអាមេរិកកាច់ចង្កូតយុទ្ធសាស្ត្រចូលគៀកកម្ពុជាបន្តិចវិញបន្ទាប់ពីដកខ្លួនឃ្លាតឆ្ងាយពីកម្ពុជាអស់ជិតមួយទសវត្សរ៍ដោយអាមេរិកមើលឃើញកម្ពុជាគៀកចិត្តទៅរកចិនកាន់តែខ្លាំងនិងក្រោយពេលតុលាការកំពូលកម្ពុជារំលាយគណៈបកប្រឆាំងនៅឆ្នាំ2017ទីក្រុងវ៉ាស៊ីនតោននិងរាជធានីភ្នំពេញនៅខែតុលាឆ្នាំ2025បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងអត្រាពន្ធបរិការរំលងប៉ុន្មានថ្ងៃអាមេរិកក៏ប្រកាសធ្វើសម្ពយុទ្ធឆ្មាំអង្គរជាមួយកម្ពុជាឡើងវិញនិងបានដកការហាម5ការលក់អាវុធរបស់អាមេរិកថែមទៀតគួរបញ្ជាក់ថាក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានតំណាងឲ្យសាជីវកម្មធំៗរបស់អាមេរិកជាង170ក្រុមហ៊ុនរួមមាន Ford, Visa, Apple, Google និង Chevron ជាដើមសម្រាប់ប្រទេសកម្ពុជាវាគឺជាក្តីសង្ឃឹមថ្មីសម្រាប់ការតាក់ទាញពាណិជ្ជកម្មនិងវិនិយោគពីអាមេរិកទោះយ៉ាងណាធនាគារពិភពលោកបានលើកឡើងក្នុងរបាយការណ៍ប្រចាំឆ្នាំច្រើនលើកច្រើនសារថាបរិយាកាសវិនិយោគនៅកម្ពុជាមិនទាន់ល្អនៅឡើយទេក្នុងនោះរួមទាំងការផ្ដល់អាជ្ញាប័ណ្ណយូរជាងប្រទេសនានានៅអាស៊ានការអនុវត្តកម្មសិទ្ធិបញ្ញានៅជាបញ្ហាថ្លៃដឹកជញ្ជូននិងអគ្គិសនីនៅតែខ្ពស់